រឿងប៉ាត់នៃទាហានថៃឆ្លៀនពៀនកម្ពុជាដូចគ្នាតែខ្មៅទាហានវាំងថៃមានវាសនាខ្ពស់ជាងខ្មៅទាហានតាមខេត្តជាប់ដីខ្មែរថ្ងៃនេះគេឃើញមានរដ្ឋមន្ត្រីក្រសួងការពារជាតិមេបញ្ជាការកងទ័ពជើងគោកជើងទឹកនិងជើងអាកាសថៃព្រមទាំងអ្នកនាំមុខអ្នកការជាច្រើនទៀតបានចូលរួមបន្សពខ្មៅទាហានថៃម្នាក់ដែលបានស្លាប់ដោយសារតែចូលមកឆ្លៀនពៀនទឹកដីកម្ពុជានេះជាលើកទី1ហើយដែលគេឃើញមានថ្នាក់ដឹកនាំជាន់ខ្ពស់នៃយោធាថៃមកចូលរួមបន់ខ្មោចទាហានម្នាក់យ៉ាងអធិកធមបែបនេះតាមពិតខ្មោចទាហានថៃម្នាក់នេះមិនមែនមានតំណែងខ្ពង់ខ្ពស់អីជាងទាហានឆ្លៀនពៀនផ្សេងទៀតនោះទេតែរូបគេជាកងសេនាប្រចាំវាំងថៃដែលស្ដេចថៃបានបញ្ជាឲ្យមកចូលរួមប្រយុទ្ធឆ្លៀនពៀនកម្ពុជាតាមដំណឹងមកពីថៃគេប្រឹងលាក់កំបាំងអត្តសញ្ញាណទាហានរូបនេះណាព្រោះខ្មាស់ខ្មែរហើយតាមដឹងមកទៀតថាគឺថាខ្មោចទាហានថៃម្នាក់នេះស្ថិតក្នុងព្រៃនៃដែនដីខ្មែរដែលពួកគេចូលមកឆ្លៀនពៀននៅឡើយមិនបានយកទៅធ្វើបន់ផងទេអញ្ចឹងហើយបានពួកមេដឹកនាំឆ្លៀនពៀនថៃប្រឹងលាក់បាំងខ្លាំងម្លេះយ៉ាងនេះឃើញទេគ្មានខ្មោចយកទៅធ្វើបន់ផងតែគេធ្វើពិធីយ៉ាងអធិបធមណាស់រីឯទាហានតាមខេត្តជាប់ព្រំដែនខ្មែរវិញពួកគេបើយកខ្មោចចេញទៅវិញបានគឺខ្ចប់យកទៅកប់ចោលដូចជាសត្វធាតុហើយយកខ្មោចមិនបានវិញគឺបោះបង់ចោលអន់ជាងសត្វធាតុទៅទៀតមិនតែប៉ុណ្ណោះទេគឺពពួកមេដឹកនាំឆ្លៀនពៀនខំបោកប្រាស់កុហកសាច់ញាតិក្រុមគ្រួសារថាសាច់ញាតិរបស់ពួកគេដែលជាទាហានកំពុងប្រយុទ្ធលើសមរភូមិនៅឡើយទាំងការពិតគឺបានបាត់បង់ពីផែនដីទៅហើយនេះហើយជារឿងពិតដ៏សង្វេគនៃពួកទាហានឆ្លៀនពៀនខ្មែរឆ្លៀនពៀនដូចតែគ្នាទេតែវាសនាវិញខុសគ្នាស្រឡះថាពេលនៅរស់ទៅចុះក្រែងលោវាសនាខុសគ្នាតែស្លាប់ទៅជាខ្មោចទៅហើយនឹងក៏នៅតែមានវាសនាខុសគ្នាដែរ